chưa ở tha công ty của anh cầm ra phần nắng mình phum nhom ở dụ từ đập pi đập bay năm cứ tuần tên trăm công ty từng mùi mỏng sầmรับbom ôn là phum xem nhưng mà sau đăng tế bom ôn anh là bạ chưa tinh và ta sầmรับphum nhom ní dạ pel hai chia 30 năm đại mình như sao sala rồi nè trên pi sala ní cứ ai tuần tên trăm công ty của anh từng mùi lần mỏng vì mình chỉ đưa trái đó này và ta vì chỉ cả không prang rồi bọc kêu bờ hay năng sao sala phong đài Assalamualaikum on. Waalaikumsalam. Ajuk mana? Dubai. Bay Nam rồi. Hay sao chấp man juzuk rồi. Ma teng óc Quran nang. Ni Quran teng óc ni. Có sao chấp ma teng óc nang mong. Dươngអ្នករៀនសូត្រយើងដឹងថាការទន្ទិញមេរៀនមកតំពពីតំពគឺឈឺក្បាលស្ពឹកខួរមែនទែនចេះតម្រាំក្មេងៗដែលគាត់ទន្ទិញចាំគម្ពីរកូរ៉ានរាប់ពាន់តំពក្នុងរយៈពេលប្រហែលជា5ខែឬក៏6ខែសួរថាតើពួកគាត់តាំងចិត្តហើយនឹងខំប្រឹងកម្រិតណាហើយពេលយល់والملائكة بعد ذلك ظهير 30យល់ يا أيها الذين آمنوا اتقوا الله وقولوا قولا سديدا និយាយទៅគម្ពីរកូរ៉ានមានទាំងអស់114ចម្ពោះឬក៏114សូរ៉ាហើយស្មើនឹង30យូស៊ូ30ផ្នែកនៃគម្ពីរកូរ៉ានអញ្ចឹងណាអញ្ចឹងកាលណាដែលសិស្សគាត់សូត្រចប់30យូស៊ូគឺស្មើនឹងគាត់សូត្រចប់គម្ពីរកូរ៉ានទាំងមូលគាត់អាចទន្ទឹងចាំគម្ពីរកូរ៉ានទាំងមូលអញ្ចឹងនិយាយទៅខ្ញុំពិតជាស្ដាយមែនទែននៅពេលដែលសាលាដល់ក្លឹមមួយដែលអាចបន្តធនធានមនុស្សបានច្រើនមែនទែនប៉ុន្តែមានបងប្អូនយើងតិចតួចដែលបានស្គាល់សាលាហ្នឹងនិយាយទៅសាលាមួយនេះក៏ជាសាលាមួយដែលបានផ្ដល់ចំណេះដឹងឲ្យខ្ញុំកាល10ឆ្នាំមុនដែរកាលខ្ញុំនៅរៀនវិទ្យាល័យហ្នឹងពេលដែលគេវ៉ាកងមួយខែ2ខែខ្ញុំឆ្លៀតចូលសាលានេះដើម្បីរៀនសូត្រពីអ៊ីស្លាមយេបន្ថែមទៀតចឹងណាអញ្ចឹងទទួលស្គាល់ថាចំណេះដឹងខ្លះដែលខ្ញុំមានសប្តាហ៍ថ្ងៃនេះក៏មានប្រភពចេញពីសាលាហ្នឹងដែរហើយដល់ពេលសិស្សការឡើងចឹងទៅឥឡូវគ្រូគាត់អត់មានថ្នាក់រៀនទេអញ្ចឹងក៏គាត់បង្ខំចិត្តដាក់សម្រាប់មកចិត្តធ្វើជាកន្លែងរៀនសូត្រចឹងណាបើការចំណងខ្ញុំរៀនគឺថ្នាក់ទី1រៀនមួយថ្នាក់ថ្នាក់ទី2រៀនថ្នាក់ផ្សេងចឹងទៅប៉ុន្តែឥឡូវនេះដោយសារតែខ្វះខាតថ្នាក់រៀនហើយសិស្សការឡើងអញ្ចឹងគ្រូសុខចិត្តយកមកបន្ទប់ហើយខណ្ឌជា2ដល់ពេលអញ្ចឹងទៅគឺមួយថ្នាក់មកបន្ទប់ហ្នឹងគឺរៀន2ថ្នាក់ចូលគ្នាហ្មងបើសិនជាយើងរៀនខ្មែរយើងសាកសម័យថាបើសិនជាមួយថ្នាក់ហ្នឹងមានវិជ្ជាគណិតហើយនៅខ្មែររៀនជាមួយគ្នាយើងស្ដាប់គ្រូគណិតផងស្ដាប់គ្រូខ្មែរផងក្នុងពេលតែមួយគឺខួរក្បាលយើងអាចផ្ចង់អារម្មណ៍បានទេតែពួកគាត់គ្មានជំរឿសតែម្ដងរឿងរៀនហ្នឹងពិបាកមួយហើយនៅរឿងមួយទៀតគឺប្រាក់ខែទួនហ្មងទួនម្នាក់ប្រាក់ខែអត់ដល់$100ទេហើយនៅមានកូនមានប្រពន្ធទៀតចុះពេលឈឺតកាត់ទៀតគាត់ចាយមិនគ្រាន់ប៉ុន្តែបើគាត់ស៊ូបានឥឡូវនេះដោយសារអីគឺការស្រឡាញ់អាហ្កាមើរបស់អល់ឡោះគឺការស្រឡាញ់ថែរក្សាចំណេះដឹងរបស់អ៊ីស្លាមគឺគាត់នៅព្យាយាមថែរក្សាហ្នឹងអត់ធ្មត់សបឺតដើម្បីផ្ទេរចំណេះដឹងអ៊ីស្លាមឲ្យមនុស្សជំនាន់ក្រោយបន្តទៀតហើយខ្ញុំសម័យថាបើសិនជាទួននៅសាលានេះស្រឡាញ់លុយខ្លាំងជាងអាហ្កាមើខ្ញុំជឿថាសាលានេះអត់មានវត្តមានដល់សប្តាហ៍ថ្ងៃទេអញ្ចឹងហើយទៅទួនម្នាក់នៅសាលាហ្នឹងប្រឹងរកចំណូលបន្ថែមទៀតលក់នំនែកតិចតួចដើម្បីបានចំណូលខ្លះទប់គ្រួសារក៏ដូចជាទប់សាលាហ្នឹងកុំឲ្យបាត់បង់តំណាអញ្ចឹងកាពិតសាលាហ្នឹងនៅភូមិខ្ញុំទេតែខ្ញុំអត់ដឹងរឿងនោះសោះដោយសារអីខ្ញុំនៅបំពេញហើយមកកពតចុះឡើងអញ្ចឹងទៅហើយខ្ញុំទៅដឹងរឿងនេះក្រោយពីខ្ញុំបានផ្លាស់មកនៅកពតវិញចឹងក៏មានពេលជជែកលេងជាមួយទួនអញ្ចឹងណាចឹងទៅខ្ញុំដឹងថាតម្រាំទៅទប់ជើងសាលានេះមកដល់សប្តាហ៍ថ្ងៃបានគឺទួននៅហ្នឹងគឺគាត់ខំមាត់សង្កត់ចិត្តអត់ធ្មត់ខ្លាំងមែនទែនហើយបងប្អូនសម័យថាសិស្សម្នាក់គឺបងសាលាក្នុងមួយខែតែ80000ទេហើយបានអាហារ2ពេលហើយនៅចំណាយលើទឹកភ្លើងទៀតអញ្ចឹងសាលាពិបាករត់មែនទែនប៉ុន្តែសាលានៅតែស៊ូទ្រាំទប់ជើងបានដល់សប្តាហ៍ថ្ងៃហើយសួរថាហេតុអីបានជាពួកគាត់ខំប្រឹងម្លឹងដោយសារតែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃសាឡាំមានប្រសាសន៍ថា3ប្រការនឹងទៅជាមួយយើងក្រោយពេលដែលយើងស្លាប់ហើយក្នុងចំណោមនោះគឺការសតកោះហ្សារីយ៉ាឬក៏ការបរិច្ចាគទានទៅកាន់វិស័យអប់រំអញ្ចឹងសាលាអញ្ចឹងដើម្បីបង្កើតធនធានមនុស្សដើម្បីបង្កើតជាចំណេះដឹងបន្តដល់ជំនាន់ក្រោយទៀតហើយការចូលរួមចំណែកការបរិច្ចាគទានរបស់យើងនឹងក្លាយជាពន្លឺនឹងក្លាយជារង្វាន់តបស្នងសម្រាប់យើងក្រោយពេលដែលយើងស្លាប់ចាក់ចេញពីផែនដីមួយនេះហើយនេះគឺជាផ្ទះពិតប្រាកដរបស់យើងអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះហ៊ីវ៉ាបារកាតុហ៍